បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងតែនេះខ្ញុំបាទបូរ៉ាអត់មានជាវីដេអូឬក៏មុខម្ហូបអីថតប្រាប់បងប្អូនទេមានន័យថាខ្ញុំថតហ្នឹងហើយសកម្មភាពញ៉ាំស៊ុបជុំគ្នាបាទជាមួយនឹងក្រុមគ្រួសារអញ្ចឹងបងប្អូនទាំងគ្នាបាទដោយសារតែថ្ងៃនេះក្មួយគាត់មានទិញផ្ទះថ្មីតែអញ្ចឹងទៅគាត់ក៏មានន័យថាគាត់ទិញស៊ុបមកញ៉ាំជុំគ្នាបាទហ្នឹងហើយពេលល្ងាចអញ្ចឹងណាបងប្អូនគ្នាបាទហ្នឹងហើយអញ្ចឹងក៏មានថតសកម្មភាពហ្នឹងហើយប្រាប់បងប្អូននៅគ្រឿងផ្សំរបស់ស៊ុបហ្នឹងហើយបងប្អូនដឹងស្រាប់ហើយបងប្អូនធ្លាប់ទៅញ៉ាំនៅហាងហ្នឹងហើយឬក៏បងប្អូនទិញមកញ៉ាំនៅផ្ទះបងប្អូនប្រហែលជាដឹងហើយគ្រឿងផ្សំស៊ុបមានអីខ្លះបងប្អូនណាហ្នឹងហើយចំពោះគ្រឿងផ្សំស៊ុបបងប្អូនដឹងស្រាប់ហើយមានដូចជាបន្លែចំពោះបន្លែហ្នឹងមានដូចជាផ្សិតចំបើងសំទោសបងមានដូចជាផ្សិតម្ជុលបាទមានស្ពៃក្តោបមានមកអមហ្នឹងហើយមានស្ពៃទឿមានស្ពៃចកោះបាទហ្នឹងហើយមានប្រហិតមានទឹកសៀងទឹកម្ទេសអីចឹងទៅសម្រាប់យើងជ្រលក់ផ្ទាប់ជ្រលក់មួយទឹកស៊ុបរបស់យើងអញ្ចឹងបងប្អូនទាំងគ្នាបាទហ្នឹងហើយអញ្ចឹងចំពោះទឹកស៊ុបនេះទិញចំនួន2ឆ្លាំងបាទអញ្ចឹងវាមាន2ថង់បងណាបាទមួយឆ្នាំស្មើនឹងមួយថង់ហើយបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីខ្ញុំបានរៀបរាប់នៅគ្រឿងក្រៅខ្ញុំក៏ចាប់ផ្ដើមដាក់ដាំទឹកស៊ុបហ្នឹងហើយដើម្បីយើងបង់នៅសាច់បង់នៅបន្លែចូលដើម្បីយើងញ៉ាំជុំគ្នាបងប្អូនទាំងគ្នាបាទឥឡូវខ្ញុំចាប់ផ្ដើមដាក់ទឹកស៊ុបចូលបន្ទាប់មកទឹកស៊ុបខ្ញុំដែលខ្ញុំបានដាំហ្នឹងក៏បានពុះអញ្ចឹងហើយបន្ទាប់ពីទឹកបានពុះហើយបាទបន្ទាប់ពីទឹកពុះហើយខ្ញុំចាប់ដើមបង់នៅសាច់ចូលតែម្ដងមកណាបាទហ្នឹងហើយអញ្ចឹងគឺដាក់សាច់មកមានប្រហិតមានប្រហិតមានពុះសណ្ដែកមានអីចឹងទៅបងប្អូនបាទហ្នឹងហើយបន្ទាប់ពីដាក់មានសាច់ចូលមកខ្ញុំក៏ដាក់ខ្ទឹមមានខ្ទឹមបំពងដែលហាងគេឲ្យមកអញ្ចឹងណាបងប្អូនទាំងគ្នាបាទបន្ទាប់ពីដាក់ខ្ទឹមចូលអីហើយអស់ហើយក៏ចាប់ផ្ដើមបង់នៅបន្លែចូលបងប្អូនដឹងថាបន្លែហ្នឹងមានដូចជាប្រសិទ្ធមានដូចប្រសិទ្ធមានដូចជាស្ពៃក្តោបស្ពៃចង្កឹះស្ពៃទឿតកួនអីចឹងទៅបងប្អូនបាទដាក់មិចចូលជាមួយគ្នាតែម្ដងបាទសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅបងប្អូនណាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ